បរិះវ័យក្មេងម្នាក់បានចាប់អារម្មណ៍ឃើញបុរសចំណាស់ម្នាក់គឺកំពុងតែដើរពាត់ជុំវិញម៉ូតូរបស់គាត់ដោយបារម្ភថាបុរសចំណាស់នោះអាចជាចោរហើយយុវជននោះក៏បានចាប់ផ្ដើមយកទូរស័ព្ទមកថតពីសកម្មភាពរបស់បុរសចំណាស់នោះតែអ្វីដែលគួរភ្ញាក់ផ្អើលនោះបុរសចំណាស់នោះក៏ញញឹមហើយនិយាយថានេះគឺជាម៉ូតូដ៏ស្រស់ស្អាតខ្ញុំគ្រាន់តែការពារវាទុកឲ្យអ្នកប៉ុណ្ណោះឃើញវាខ្ញុំនឹកដល់សេរីភាពដែលខ្ញុំធ្លាប់មាននៅលើដងផ្លូវពួកគេក៏បានចុះសម្រុងគ្នាយ៉ាងឆាប់រហ័សនិយាយដូចជាមិត្តចាស់ស្គាល់គ្នាយូរមកហើយក្រោយមកបុរសចំណាស់នោះក៏បានអញ្ជើញយុវជននេះចូលទៅក្នុងហាងរបស់គាត់ហើយរៀបចំសាច់មាន់មួយចានធំដែលជាម្ហូបពិសេសរបស់ហាងគាត់ហើយគាត់បដិសេធមិនយកលុយអំពីយុវជននេះទេនៅពេលដែលកំពុងតែញ៉ាំយុវជននោះបានកត់សម្គាល់ឃើញថាបុរសចំណាស់នេះបានដាក់ប្រអប់អាហារដោយស្ងៀមស្ងាត់នៅមាត់ទ្វារជារៀងរាល់ថ្ងៃគាត់បានទុកម្ហូបអាហារដែលលក់មិនដាច់សម្រាប់អ្នកខ្វះខាតដោយដើរចេញទៅឆ្ងាយដើម្បីកុំឲ្យស្នាមសាក់របស់គាត់បំភ័យពួកគេក្នុងរយៈពេលមិនប្រមាណនាទីផងប្រអប់អាហារទាំងអស់នោះក៏ត្រូវបានគេយកទៅអស់បុរសចិត្តល្អនេះបានមើលពីចម្ងាយដោយស្នាមញញឹមយ៉ាងរីករាយបំផុតយុវជននោះក៏មានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងភាពរស់រាយរាក់ទាក់ដ៏កក់ក្ដៅនេះកាលពីដំបូងឡើយគាត់គឺមានការវិនិច្ឆ័យខុសទាំងស្រុងទៅលើបុរសវ័យចំណាស់នោះរូបរាងខាងក្រៅអាចបោកបញ្ឆោតអ្នកក៏ប៉ុន្តែបេះដូងដ៏មានសប្បុរសនោះគឺមិនអាចកុហកអ្នកបានទេតើអ្នកធ្លាប់គិតទេថារូបរាងខាងក្រៅមើលទៅរឹងមាំក៏ប៉ុន្តែបេះដូងគឺទន់ភ្លន់បំផុត